រឿងប្រវត្តិលោកយាយវិសាខាមហាឧបាសិកានៅថ្ងៃមួយពេលមេនិកសេដ្ឋីបានឮដំណឹងថាព្រះបរមសាស្តាមួយអន្លើដោយភិក្ខុសង្ឃកំពុងធ្វើដំណើរមកកាន់ក្រុងភតិយៈទើបចាត់ឲ្យកុមារីវិសាខានិងបរិវាររបស់ខ្លួនចេញទៅទទួលព្រះពុទ្ធជាម្ចាស់នៅខាងក្រៅក្រុងខណៈពេលដែរព្រះអង្គកំពុងសម្រាកព្រះអរិយាបថនៅទីនោះកុមារីវិសាខានិងបរិវារចូលទៅបង្គំគាល់ហើយអង្គុយក្នុងទីដ៏សមគួរមួយព្រះពុទ្ធទ្រង់សម្ដែងព្រះធម៌ទេសនាហើយពួកនាងស្ដាប់ពេលចប់ព្រះធម៌ទេសនាភ្លាមកុមារីវិសាខាដែលមានអាយុ7ឆ្នាំព្រមទាំងបរិវារបានសម្រេចសោតាបត្តផលទាំងអស់គ្នាឯមេនិកសេដ្ឋីការបើព្រះសាស្តានិមន្តមកដល់ហើយទើបប្រញាប់ចូលទៅគាល់ហើយបានស្ដាប់ព្រះធម៌ទេសនាក៏បានសម្រេចសោតាបត្តផលដូចគ្នាហើយបានក្រាបអារាធនានិមន្តព្រះសាស្តាមួយអន្លើដោយភិក្ខុសង្ឃឲ្យទទួលអាហារបិណ្ឌបាតនៅក្នុងផ្ទះរបស់ខ្លួនរយៈពេល15ថ្ងៃថ្លែងពីព្រះបាទបសេនតិកោសលក្នុងក្រុងសាវត្ថីនិងព្រះបាទពំពិសាលក្នុងក្រុងរាជក្រឹសមានសម្ព័ន្ធភាពនឹងគ្នាយ៉ាងជិតដិតដោយសារបានព្រះរាជភិក្ខុនីនៃគ្នានឹងគ្នាជាមហេសីហើយដោយក្រុងសាវត្ថីនៃព្រះបាទបសេនតិកោសលនោះមិនមានត្រកូលសេដ្ឋីណាមានទ្រព្យសម្បត្តិច្រើនឡើយថែមទាំងបានដឹងថាក្នុងក្រុងរាជក្រឹសនៃព្រះបាទពំពិសាលនោះមានសេដ្ឋីមានអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដំរាប់មិនអស់ដល់ទៅ5ត្រកូលឯណោះដូច្នេះទើបព្រះបាទបសេនតិកោសលស្ដេចយាងទៅកាន់ក្រុងរាជក្រឹសចូលបង្គំគាល់ព្រះបាទពំពិសាលដើម្បីទូលចែងសូមព្រះរាជាអនុញ្ញាតព្រះរាជទានត្រកូលសេដ្ឋីមួយដើម្បីឲ្យបដូរទៅនៅក្នុងក្រុងសាវត្ថីព្រះបាទពំពិសាលទ្រង់ព្រះសណ្ដាប់ហើយទ្រង់ក៏តបថាការផ្លាស់ប្ដូរត្រកូលធំត្រឹមត្រកូលមួយក៏ដូចជាផែនដីទ្រុឌទ្រោមទៅហើយប៉ុន្តែដើម្បីរក្សាសម្ព័ន្ធមេត្រីភាពព្រះអង្គបានប្រឹក្សាជាមួយនឹងមហាអាមាត្យទាំងឡាយហើយក៏យល់ឃើញត្រូវគ្នាថាគួរតែផ្លាស់ប្ដូរត្រកូលធនជ័យសេដ្ឋីឲ្យទៅនៅក្នុងក្រុងសាវត្ថីជាមួយនឹងព្រះបាទបសេនតិកោសលធនជ័យសេដ្ឋីបានដឹកជញ្ជូនទ្រព្យសម្បត្តិមួយអន្លើដោយបរិវារនិងសត្វចិញ្ចឹមធ្វើដំណើរទៅកាន់ក្រុងសាវត្ថីជាមួយនឹងព្រះបាទបសេនតិកោសលក្នុងរវាងការធ្វើដំណើរចូលដល់ខេត្តដែនរបស់ព្រះបាទបសេនតិកោសលនិងឈប់សម្រាកនៅពាក់កណ្ដាលផ្លូវពេលយប់មុនចូលទៅក្នុងទីក្រុងនោះកន្លែងបរិវេណភូមិប្រទេសដែលស្នាក់នៅអាស្រ័យនោះជាជ័យភូមិល្អណាស់ទាំងខ្លួនឯងក៏មានបរិវារមកជាមួយច្រើនបើចូលទៅកសាងផ្ទះសម្បែងក្នុងទីក្រុងនោះវានឹងចង្អៀតទើបបង្គំទូលសូមព្រះរាជាអនុញ្ញាតសាងស្រុកនិងទីក្រុងនៅទីនោះតែម្ដងដោយដាក់ឈ្មោះថ្មីថាក្រុងសាកេតដែលនៅមិនឆ្ងាយពីទីក្រុងសាវត្ថីប្រមាណ7យោជន៍ក្នុងក្រុងសាវត្ថីនោះមានត្រកូលសេដ្ឋីមួយដែលគេធ្លាប់ស្គាល់ថាមិគសេដ្ឋីសេដ្ឋីនេះមានកូនប្រុសមួយឈ្មោះបុលណៈវណ្ដកុមារលុះចម្រើនវ័យធំឡើងល្មមរៀបការបានហើយមាតាបិតាក៏អង្វរឲ្យកូនរៀបការដើម្បីបន្តវង្សត្រកូលតែបុលណៈវណ្ដៈមេនុបមិនប្រាថ្នាសោះលុះដល់មាតាបិតាទទូចខ្លាំងពេកទើបគេរកឧបាយដើម្បីគេចវេះដោយប្រាប់ឪពុកម្ដាយថាបើមិនបានស្ត្រីមានលំអ5យ៉ាងដែលគេហៅថា
បញ្ចពិតកល្យាណីនោះទេគេនឹងមិនព្រមរៀបការឡើយប៉ុន្តែបើបានស្ត្រីមានលំអ5យ៉ាងដែលហៅថាបញ្ចពិតកល្យាណីនោះគេនឹងព្រមរៀបការភ្លាមមេដាបិតាកាលបើបានស្ដាប់កូនថាដូច្នោះហើយក៏អញ្ជើញព្រាហ្មណ៍អ្នកដែលមានជំនាញលក្ខណៈមកសួរថាចុះស្ត្រីមានលំអ5យ៉ាងដោយដែលថានឹងមានឬទេពួកព្រាហ្មណ៍ក៏ឆ្លើយថាមានហើយក៏បញ្ជូនព្រាហ្មណ៍ទាំងអស់នោះទៅស្វែងរកក្នុងនគរតូចធំដោយផ្ដល់កម្រងផ្កានិងគ្រឿងមាសទៅជាមួយដែរពួកព្រាហ្មណ៍ទាំងឡាយបានធ្វើដំណើរស្វះស្វែងតាមរកខេត្តក្រុងតូចធំរហូតទៅដល់ទីក្រុងសាកេតហើយក៏បានជួបនាងវិសាខាមានលក្ខណៈខាងក្រៅត្រឹមត្រូវតាមតម្រាស្ត្រីគ្រប់ប្រការខណៈពេលនាងនិងបរិវារចេញមកលេងទឹកនាកំពង់មួយជួនចែកដន់ពេលនោះភ្លៀងធ្លាក់យ៉ាងខ្លាំងស្ត្រីជាបរិវារទាំងឡាយនាំគ្នារត់ជ្រកទឹកភ្លៀងចូលទៅក្នុងសាលាចំណែកនាងវិសាខានៅដើរប្រងើយតាមប្រក្តីធ្វើឲ្យពួកព្រាហ្មណ៍ទាំងនោះចម្លែកក្នុងចិត្តថែមទាំងចង់ឃើញលក្ខណៈធ្មេញរបស់នាងផងទើបសួរទៅនាងថាហេតុអ្វីនាងមិនរត់ដូចអ្នកផ្សេងដែរនាងវិសាខាឆ្លើយតបថាបុគ្គល4ពួកពេលរត់មើលទៅមិនល្អភ្នែក1ព្រះរាជាព្រះអង្គទ្រង់គ្រឿងប្រដាប់អភិរណៈគ្រប់យ៉ាង2បព្វជិតអ្នកក្រុងសម្ពុតកាសាភ័ស3ស្ត្រីបើរត់មិនត្រឹមតែមិនល្អមើលទេប៉ុន្តែថែមទាំងអាចកើតអន្តរាយនាំឲ្យដួលរបួសឬពិការខូចសម្ផស្សដែលនាំឲ្យបាត់បង់តម្លៃស្ត្រី4ដំរីមង្គលមានខ្លួនប្រដាប់ដោយគ្រឿងអភិរណៈសម្រាប់ដំរីគ្រប់យ៉ាងព្រាហ្មណ៍ទាំងឡាយបានឃើញបញ្ញាដ៏ឆ្លៀវឆ្លាតនិងគុណសម្បត្តិបញ្ចពិតកល្យាណីគ្រប់ប្រការរបស់នាងវិសាខាហើយក៏សូមឲ្យនាងនាំទៅផ្ទះរបស់នាងដើម្បីធ្វើការស្ដីដណ្ដឹងនាងតាមប្រពៃណីពេលបានសួរដឹងពីជាតិត្រកូលនិងទ្រព្យសម្បត្តិឃើញថាស្មើគ្នាទើបព្រាហ្មណ៍បំពាក់កម្រងផ្កាឲ្យនាងវិសាខាហើយកំណត់យកថ្ងៃវិវាហមង្គលឯធនជ័យសេដ្ឋីបានប្រើឲ្យជាងមាសធ្វើគ្រឿងប្រដាប់មានឈ្មោះថាឯធនជ័យសេដ្ឋីបានបញ្ជាឲ្យជាងមាសធ្វើគ្រឿងប្រដាប់ដែលមានឈ្មោះថាមហាលៈតបសទ្ធនៈដើម្បីប្រគល់ឲ្យកូនស្រីដែលជាគ្រឿងប្រដាប់ពិសេសមានប្រវែងពីក្បាលដល់ចុងជើងសម្រេចដោយមាសនិងរតនៈផ្សេងមានតម្លៃ9កោដកហបណៈនិងថ្លៃឈ្នួល1សែនកហបណៈទៀតគ្រឿងប្រដាប់នេះស្ត្រីដតីមិនអាចពាក់បានទេព្រោះវាធ្ងន់ណាស់ក្រៅពីនេះធនជ័យសេដ្ឋីបានប្រគល់មាសប្រាក់របស់ប្រើប្រាស់ព្រមទាំងស្ត្រីបរិវារនិងគោដ៏ច្រើនអនេករាប់មិនអស់ជាមួយនឹងក្ដុំ2អ្នកជំនាញការផ្នែកផ្សេងជាទីប្រឹក្សាជួយមើលថែនាង8នាក់ទៀតផងមុននឹងបញ្ជូនកូនស្រីទៅនៅត្រកូលប្តីធនជ័យសេដ្ឋីបានអប់រំមាយាទសម្បត្តិកុលស្ត្រីដល់កូនស្រីទាំង10ប្រការរៀបចំគ្រឿងប្រដាប់ធនជ័យសេដ្ឋីបានកំណត់ពេល4ខែក្នុងការចាត់ការត្រៀមទ្រព្យសម្បត្តិដើម្បីឲ្យនាងវិសាខាប្រើប្រាស់ពេលដែលនាងទៅនៅខាងត្រកូលស្វាមីលុះដល់ពេលកំណត់ហើយនាងវិសាខាក៏បានចេញដំណើរទៅកាន់ត្រកូលស្វាមីមួយអន្លើដោយពពួកបរិវារនិងមាសប្រាក់ជាច្រើនអនេកព្រមទាំងមានគោក្របីយ៉ាងច្រើនដែលបិតានាងចាត់ឲ្យទោះជាដូច្នោះក៏ដោយគោក្របីមួយចំនួនទៀតនៅទំលាយក្រោលរត់ទៅតាមដង្ហែនាងទាំងនេះក៏ព្រោះអានិសង្ស
ដែលនាងបានសាងក្នុងអតីតជាតិគឺក្នុងកាលដែលនាងសោយជាតិជារាជិនីនៃព្រះបាទកកិក្នុងសម័យនៃព្រះពុទ្ធព្រះនាមកស្សបៈនាងបានប្រគេនចង្ហាន់និងបង្អែមដល់ភិក្ខុនិងសាមណេរឆាន់ជាប្រចាំនៅខណៈពេលដែលភិក្ខុនិងសាមណេរទាំងនោះពោលថាល្មមហើយក៏ដោយក៏នាងនៅតែមានបន្ទូលថាលោកម្ចាស់របស់នេះឆ្ងាញ់របស់នេះគួរឆាន់ហើយក៏ប្រគេនថែមពីលើទៀតដោយអានិសង្សនៃការប្រគេនថែមនេះទើបបណ្ដាលឲ្យគោក្របីទាំងនោះសូម្បីតែគេបិទទ្វារក្រោលហើយក៏ដោយក៏ពួកវានៅតែទំលាយក្រោលចេញទៅតាមនាងដែរពេលនាងបានមកនៅក្នុងត្រកូលខាងស្វាមីហើយដោយអាស្រ័យនាងជាស្ត្រីធ្លាប់បានទទួលការអប់រំយ៉ាងល្អតាំងពីក្មេងនិងជាស្ត្រីមានបញ្ញាឆ្លៀវឆ្លាតមានទឹកចិត្តល្អចរចាពិរោះចេះគោរពចាស់ទុំទើបនាងបានជាទីស្រឡាញ់ពេញចិត្តរបស់មនុស្សទូទៅលើកលែងតែមិគសេដ្ឋីជាបិតាក្មេកម្នាក់ប៉ុណ្ណោះដែលមានចិត្តបែងចែកចំពោះអ្នកបួសព្រោះគាត់គោរពអាចារ្យអក្រាតកាយសេដ្ឋីចាត់ពួកគេថាជាព្រះអរហន្តហើយថ្ងៃមួយបាននិមន្តពួកអាចារ្យទាំងនោះមកឆាន់នៅផ្ទះរបស់គាត់ទាំងដែលបានបញ្ជាឲ្យនាងមកថ្វាយបង្គំព្រះអរហន្តនិងជួយចាត់ចែងអាហារបរិភោគដល់ពួកអាចារ្យទាំងនោះឯនាងវិសាខាជាអរិយសាវិកាសោតាបណ្ណបុគ្គលម្នាក់ត្រឹមតែឮពាក្យថាព្រះអរហន្តប៉ុណ្ណោះនាងក៏មានបេតិសោមនស្សរីករាយទៅកាន់ផ្ទះបិតាក្មេកជាប្រញាប់ប៉ុន្តែនៅពេលឃើញពួកអាចារ្យអក្រាតកាយភ្លាមនាងក៏តក់ស្លុតទើបពោលថាពួកដែលគ្មានសេចក្តីអៀនខ្មាស់ទាំងនេះគឺជាព្រះអរហន្តបានយ៉ាងម៉េចកើតហើយក៏បានពោលតេះដៀសេដ្ឋីរួចត្រឡប់មកផ្ទះរបស់ខ្លួនវិញក្រោយមកខណៈពេលដែលសេដ្ឋីជាបិតាក្មេកកំពុងបរិភោគអាហារនិងមាននាងវិសាខានៅបម្រើប្រតិបត្តិផ្ទាល់មានព្រះថេរៈមួយអង្គត្រាច់បិណ្ឌបាតឆ្លងកាត់មកឈរនៅមុខផ្ទះមិគសេដ្ឋីនាងវិសាខាដឹងច្បាស់ថាសេដ្ឋីទោះជាឃើញព្រះថេរៈហើយក៏ធ្វើពុតដូចជាមិនឃើញទើបនាងពោលទៅកាន់ព្រះថេរៈថានិមន្តព្រះគុណម្ចាស់ទៅផ្ទះខាងមុខទៀតចុះលោកសេដ្ឋីកំពុងបរិភោគរបស់ចាស់មិគសេដ្ឋីគ្រាន់តែឮពាក្យនេះភ្លាមក៏ខឹងច្រឡោតខ្លាំងឈប់បរិភោគអាហាររួចបញ្ជាឲ្យអ្នកបម្រើចាប់បណ្ដេញនាងវិសាខាចេញពីផ្ទះប៉ុន្តែមិនមានអ្នកណាហ៊ានចូលមកចាប់នាងវិសាខាឡើយនាងវិសាខាក៏បានជូនដំណឹងនេះដល់ក្ដុំពីរ8នាក់ដែលជាឪពុកបញ្ជូនមកជួយមើលថែនាងឲ្យបានដឹងនៅពេលដែលមិគសេដ្ឋីឲ្យអញ្ជើញក្ដុំពីរទាំង8នាក់នោះមកដើម្បីប្រាប់អំពីទោសរបស់នាងវិសាខានាងវិសាខាក៏បានបង្ហាញសេចក្តីនោះថាការដែលនាងនិយាយថាមិគសេដ្ឋីកំពុងបរិភោគរបស់ចាស់នោះគឺមានន័យថាសេដ្ឋីកំពុងបរិភោគបុណ្យចាស់មិនមែនបរិភោគអាហារសេសសល់ឬជូរផ្អូមចាស់នោះទេក្ដុំពីរទាំង8នាក់ទៅពោលនឹងមិគសេដ្ឋីថារឿងនេះនាងវិសាខាមិនមានទោសទេពេលសេដ្ឋីបានឮពាក្យរបស់កូនប្រសាហើយក៏បាត់ខឹងបាត់គុំគួនទាំងពោលសុំទោសនាងហើយអនុញ្ញាតឲ្យនាងវិសាខាទៅនិមន្តព្រះសាស្តាមួយអន្លើដោយភិក្ខុសង្ឃមកទទួលអាហារបិណ្ឌបាតក្នុងផ្ទះរបស់ខ្លួនទៀតក្នុងខណៈដែលនាងកំពុងចាត់ចែងភត្តាហារដើម្បីព្រះសាស្តានិងភិក្ខុសង្ឃនោះនាងបានឲ្យមនុស្សទៅអញ្ជើញមិគសេដ្ឋីមកថ្វាយភត្តាហារផងដែរ
ប៉ុន្តែនៅពេលគាត់មកដល់គាត់មិនហ៊ានចេញទៅចំពោះព្រះភ័ក្ត្រព្រះសាស្តាព្រោះមិនមានសទ្ធាជ្រះថ្លាទើបសំងំអែបនៅខាងក្រោយផ្ទាំងវាំងននក្រោយពីព្រះបរមសាស្តាបានសម្រេចផុតកិច្ចព្រះអង្គបានសម្ដែងព្រះធម៌ទេសនាចំណែកមីគៀសេដ្ឋីទោះជានៅខាងក្រោយវាំងននមែនប៉ុន្តែគាត់មានឱកាសស្ដាប់ព្រះធម៌ទេសនារហូតដល់ចប់ថែមទាំងបានសម្រេចសោតាបត្តផលប្រកបដោយសមាធិទៀតផងរំពេចនោះមីគៀសេដ្ឋីបានចេញពីវាំងននសម្ដៅទៅរកនាងវិសាខាជាកូនប្រសារខ្លួនហើយប្រកាសប្រាប់គេឯងឲ្យដឹងឮថាតាំងពីពេលនេះតទៅតាំងតែពីពេលនេះទៅសូមនាងចូលធ្វើជាមេដារបស់ខ្ញុំហើយតាំងតែពីនោះមកនាងវិសាខាក៏មានឈ្មោះថាមិគៀមេដាមនុស្សទូទៅហៅនាងថាវិសាខាមិគៀមេដាបណ្ដាឧបាសិកាទាំងឡាយនាងវិសាខារាប់ថាជាអ្នកមានបុណ្យសន្សំមកតាំងពីអតីតជាតិយ៉ាងពិសេសក្រៃលែងជាងឧបាសិកានានាច្រើនប្រការដូចជា1នាងជាស្ត្រីមានវ័យល្អគឺទោះជាមានអាយុច្រើនមានកូនប្រុសស្រីដល់ទៅ20នាក់កូនទាំងនោះបានរៀបការមានកូនម្នាក់20ម្នាក់20នាងវិសាខាមានចៅទាំងអស់400នាក់ចៅទាំងនោះរៀបការមានកូនម្នាក់20ម្នាក់20នាងមានចៅទាំងអស់8000នាក់រួមទាំងអស់បាន8420នាក់ដែលមានដើមកំណើតមកពីនាងវិសាខាតែម្នាក់នាងមានអាយុវែងបានឃើញកូននិងចៅទូតគ្រប់គ្នានាងវិសាខាមានអាយុវែងដល់ទៅ120ឆ្នាំតែខណៈពេលដែលនាងអង្គុយក្នុងចំណោមកូនចៅនិងចៅទូតទាំងអស់នាងក៏មានលក្ខណៈវ័យប្រហាក់ប្រហែលនឹងពួកគេនោះដែរមនុស្សដទៃមិនដឹងថានរណាជានាងវិសាខាទេតែនៅពេលនាងក្រោកទើបគេបានដឹងព្រោះមនុស្សកំឡោះក្រមុំនៅពេលដែលក្រោកឡើងគេក៏ក្រោកភ្លាមតែសម្រាប់នាងជាមនុស្សចាស់វិញត្រូវយកដៃច្រត់ដីរុញឡើងជំនួសផងនិងត្រូវលើកគូតឡើងមុនផងនោះហើយគឺនាងវិសាខាគេដឹងដោយអាការៈដូច្នោះ2នាងមានកម្លាំងស្មើនឹងដំរី5ក្បាលរួមគ្នាសម័យមួយព្រះរាជាមានព្រះរាជប្រាថ្នាដើម្បីសាកល្បងកម្លាំងរបស់នាងទើបចេញរាជបញ្ជាឲ្យលែងដំរីច្រើនក្បាលដើម្បីរត់ជល់នឹងនាងវិសាខាឃើញដំរីរត់តម្រង់មករកនាងទើបគិតថាបើអញទទួលដំរីនេះដោយដៃម្ខាងហើយរុញទៅដំរីនេះនឹងមានក្តីអន្តរាយដល់ជីវិតអញក៏បាបអញគួររក្សាជីវិតដំរីនេះចុះទើបនាងចាប់ដំរីត្រង់ប្រម៉ោយតែម្រាមពីរប៉ុណ្ណោះហើយច្រានដំរីទៅដំរីនោះក៏ដួលខ្ពកតែម្ដងតែមិនងាប់ដោយគុណសម្បត្តិនេះជនទាំងឡាយនៅពេលចាត់កម្មវិធីមង្គលផ្សេងៗក្នុងផ្ទះរបស់ខ្លួនតែងតែអញ្ជើញនាងមកជាប្រធានក្នុងការចាត់ការពិធីនោះសូម្បីតែអាហារក៏អញ្ជើញឲ្យនាងបរិភោគមុនដែរដើម្បីជាសិរីមង្គលដោយហេតុនេះហើយទើបនាងមិនសូវមានពេលមើលថែប្រណិប័តភិក្ខុសង្ឃដែលនិមន្តមកឆាន់ក្នុងផ្ទះរបស់ខ្លួនត្រូវប្រគល់ភារៈនេះដល់កូននិងចៅធ្វើជំនួសវិញសម័យមួយព្រះដ៏មានព្រះភិក្ខប្រថាប់គង់នៅក្នុងវត្តបុព្វរាមដែលនាងសាងថ្វាយព្រះពុទ្ធជាម្ចាស់ក្នុងក្រុងសាវត្ថីខណៈនោះចៅសំឡាញ់របស់នាងវិសាខាម្នាក់ឈ្មោះសុតន្តីបានទទួលមរណភាពដែលធ្វើឲ្យនាងវិសាខាយំសោកស្ដាយក្រំគ្រាចិត្តជាខ្លាំង
ព្រោះនឹកដល់ចៅសម្លាញ់របស់នាងបានចូលទៅគាត់ព្រះដ៏មានព្រះភិក្ខទាំងនៅយមបណ្ដើរព្រះពុទ្ធជាម្ចាស់ទោះជាព្រះអង្គជ្រាបសពប្រការហើយក៏ទ្រង់នៅសាកសួរហេតុដែលនាំឲ្យនាងយំមនាវិសាខាក្នុងក្រុងសាវត្ថីនេះនាងត្រូវការកូនចៅប៉ុន្មាននាក់បបិទ្ធព្រះអង្គដ៏ចម្រើននាងខ្ញុំត្រូវការកូនចៅក្នុងក្រុងសាវត្ថីនេះទាំងអស់ព្រះពរម្ចាស់មនាវិសាខាក្នុងក្រុងសាវត្ថីនេះមានមនុស្សស្លាប់មួយថ្ងៃប៉ុន្មាននាក់បបិទ្ធព្រះអង្គដ៏ចម្រើនក្នុងក្រុងសាវត្ថីនេះមានមនុស្សស្លាប់ក្នុងមួយថ្ងៃម្នាក់ខ្លះ2នាក់ខ្លះមានថ្ងៃខ្លះក៏មាន10នាក់ព្រះពរម្ចាស់មនាវិសាខាតថាគតសូមប្រាប់នាងថាសេចក្តីទុក្ខការសោកសៅទង្គិចសឹកសួលដែលមនុស្សទាំងឡាយជួបប្រទះក្នុងលោកនេះព្រោះអាស្រ័យសត្វនិងសង្ខារជាទីស្រឡាញ់ពេញចិត្តបើមិនមានសត្វនិងសង្ខារជាទីស្រឡាញ់ហើយសេចក្តីទុក្ខការសោកសៅទង្គិចសឹកសួលទាំងនោះក៏មិនមានដែរពួកគេក៏នឹងមានតែសេចក្តីសុខដូច្នោះអ្នកប្រាថ្នាចង់បានសេចក្តីសុខក៏មិនគួរប្រកាន់យកសត្វនិងសង្ខារជាទីស្រឡាញ់ពេញចិត្តនាងវិសាខានៅពេលបានស្ដាប់ព្រះតម្រិះរបស់ព្រះអង្គចប់ហើយក៏រំសាយសេចក្តីសោកសៅទៅតែដោយសារនាងមានកូននិងចៅច្រើនពេកក្រោយមកមិនយូរប៉ុន្មានចៅម្នាក់ទៀតដែលនាងប្រគល់ភារៈនីតិឲ្យចាត់ការប្រណិប័តព្រះភិក្ខុសង្ឃដែលមកឆាន់ឯផ្ទះរបស់នាងក៏ដល់នៅសេចក្តីមរណភាពនាងក៏នៅតែខូចចិត្តយំសោកស្ដាយអាឡោះអាល័យចៅជាលើកទី2ហើយព្រះពុទ្ធជាម្ចាស់ទ្រង់ក៏ទេសនាឲ្យនាងស្ដាប់ដូចគ្រាមុនទៀតនិយាយដល់វត្តពពេរាមក៏ជាហេតុដែលធ្វើឲ្យនាងវិសាខាសាងថ្វាយដល់ព្រះពុទ្ធជាម្ចាស់ជាធម្មតានាងតែងតែទៅវត្ត2ដងក្នុងមួយថ្ងៃនៅពេលទៅវត្តនាងតែងតែមិនទៅដោយដៃទទេនោះទេបើវេលាព្រឹកនាងតែងតែមានអាហារភោជនីទៅប្រគេនដល់ភិក្ខុសង្ឃបើវេលាល្ងាចនាងតែងតែមានភេទជ្ជៈទៅប្រគេនដែរព្រោះនាងមានទម្លាប់ដូច្នោះជាប្រចាំទើបជាហេតុដែលធ្វើឲ្យភិក្ខុសាមណេរនិងឧបាសកឧបាសិកាដឹងគ្រប់គ្នាសូម្បីតែនាងផ្ទាល់បើថ្ងៃណាមិនមានរបស់អ្វីទេនាងក៏មិនហ៊ានទៅវត្តដែរព្រោះខ្មាស់ភិក្ខុសាមណេរដែលតែងតែរំពៃមើលដៃរបស់នាងថាតើថ្ងៃនេះនាងបានស្អីមកវត្តហើយមុនពេលនាងត្រឡប់ទៅវិញនាងតែងតែដើរសាកសួរសុខទុក្ខភិក្ខុសាមណេរនិងបំណងប្រាថ្នារបស់លោកផងនិងសួរសុខទុក្ខភិក្ខុសាមណេរអាពាធផងគ្រប់ព្រះអង្គទើបត្រឡប់ទៅថ្ងៃមួយនាងបានដោះគ្រឿងប្រដាប់មហាលៈតបសទ្ធនៈឲ្យស្ត្រីបម្រើម្នាក់កាន់ក្រោយពេលចប់កិច្ចស្ដាប់ព្រះធម៌ទេសនានិងដើរសួរសុខទុក្ខភិក្ខុសាមណេររួចហើយខណៈពេលដែលធ្វើដំណើរទៅផ្ទះនាងបានប្រើឲ្យស្ត្រីបម្រើយកគ្រឿងប្រដាប់មកពាក់តែស្ត្រីបម្រើបានភ្លេចទុកនៅសាលាស្ដាប់ធម៌ទើបនាងឲ្យស្ត្រីបម្រើត្រឡប់ទៅយកមកវិញដោយប្រាប់ថាប្រសិនបើព្រះអានន្ទរើសទុកមិនបាច់យកមកទេប្រគេនឲ្យលោកតែម្ដងទៅព្រោះនាងគិតថានឹងមិនប្រដាប់គ្រឿងប្រដាប់ណាដែលភិក្ខុសាមណេរប៉ះពាល់ហើយព្រោះជាធម្មតាព្រះអានន្ទតែងតែរើសរបស់ដែលញាតិញោមភ្លេចចោលក្នុងវត្តជានិច្ចហើយវាក៏ដូចនឹងអ្វីដែលនាងបានគិតទុកមែនតែនាងក៏គិតឃើញម្យ៉ាងទៀតថាគ្រឿងប្រដាប់នេះនឹងមានប្រយោជន៍
ដល់ព្រះថេរៈទាំងឡាយផងដូច្នោះហើយទើបនាងសូមទទួលមកវិញយកទៅលក់ក្នុងតម្លៃ9កោដនិង100,000ខាបណៈតាមតម្លៃដើមប៉ុន្តែមិនមាននរណាមានទ្រព្យសម្បត្តិដើម្បីទិញរបស់នេះសោះនាងក៏ចេញលុយកាក់ទិញគ្រឿងប្រដាប់នេះដោយខ្លួនឯងហើយនាំមកទិញទីដីនិងគ្រឿងប្រដាប់ប្រដាក៏សាងវត្តអារាមដើម្បីជាទីប្រថាប់គង់នៅនៃព្រះសាស្តានិងជាទីនៅចាំព្រះវស្សារបស់ភិក្ខុសាមណេរផងដែរព្រះពុទ្ធទ្រង់ចាត់ឲ្យព្រះមហាមោគលានមើលការខុសត្រូវលើការសាងសង់ដែលមានលក្ខណៈជាប្រាសាទ2ជាន់និងមានបន្ទប់សម្រាប់ភិក្ខុសាមណេរគង់នៅ500បន្ទប់ប្រើពេលវេលាកសាងអស់9ខែទើបសម្រេចហើយបានដាក់នាមថាវត្តបុព្វារាមមហាឧបាសិកាវិសាខាជាធម្មតានាងតែងតែក្រាបទូលអារាធនាព្រះពុទ្ធជាម្ចាស់និងភិក្ខុសង្ឃមកឆាន់ផុតតាហារនៅផ្ទះរបស់នាងជាប្រចាំថ្ងៃមួយនៅពេលដែលនាងបានត្រៀមផុតតាហារស្រេចបាច់ហើយក៏ប្រើឲ្យស្ត្រីបម្រើទៅនិមន្តព្រះដ៏មានព្រះភិក្ខនិងភិក្ខុសង្ឃមកឆាន់ស្ត្រីបម្រើតែងតែមកតាមជាប្រក្រតីដោយសពដងតែថ្ងៃនោះមានភ្លៀងធ្លាក់ភិក្ខុសង្ឃក៏នាំគ្នាស្រង់ទឹកអាក្រាតកាយពេលនាងស្រីបម្រើមកឃើញក៏ភ័យតក់ស្លុតព្រោះជាស្ត្រីមានបញ្ញាតិចគិតថាពួកអាចែលអាក្រាតកាយទើបនាងប្រញាប់ត្រឡប់ទៅប្រាប់នាងវិសាខាវិញថាបបិទ្ធព្រះនាងម្ចាស់ថ្ងៃនេះនៅឯវត្តមិនមានភិក្ខុសង្ឃនៅទេខ្ញុំឃើញតែពួកអាចែលកំពុងអាក្រាតកាយនាំគ្នាងូតទឹកនាងវិសាខាបានស្ដាប់សម្ដីស្រីបម្រើហើយក៏ដោយអធ្យាស្រ័យនាងជាព្រះអរិយបុគ្គលថ្នាក់សោតាមានបញ្ញានិងមានភាពស្និទ្ធស្នាលនឹងភិក្ខុសង្ឃផងទើបនាងយល់ហេតុការថាព្រះបរមសាស្តាទ្រង់អនុញ្ញាតឲ្យភិក្ខុសង្ឃមានសម្ពុតប្រើប្រាស់តែ3សម្រាប់ប៉ុណ្ណោះគឺចីវរសម្រាប់ឃ្លុំ1សង្ឃដីសម្រាប់បន្ថែម1និងស្បង់1ដូច្នេះពេលដែលព្រះភិក្ខុសង្ឃស្រង់ទឹកគឺមិនមានសម្ពុតសម្រាប់ផ្លាស់ប្ដូរទេក៏ចាំបាច់ត្រូវតែអាក្រាតកាយហើយដោយហេតុនេះក្រោយពេលផុតកិច្ចរួចរាល់ហើយនាងវិសាខាក៏ក្រាបទូលសុំពរដើម្បីប្រគេនសម្ពុតស្រង់ទឹកសម្ពុតសាដកដល់ព្រះភិក្ខុសង្ឃព្រះបរមសាស្តាទ្រង់ក៏អនុញ្ញាតឲ្យតាមការសំណូមពររបស់នាងប្រការនេះហើយនាងវិសាខាទើបក្លាយជាមនុស្សដំបូងបង្អស់ដែលបានប្រគេនសម្ពុតសាដកដល់ភិក្ខុសង្ឃនាងវិសាខាបានទទួលឈ្មោះថាមហាឧបាសិកាជាកំពូលជាងឧបដ្ឋាយិកាទាំងឡាយដែលទំនុកបំរុងព្រះពុទ្ធសាសនាដោយចតុបច្ច័យតេយ្យទានផ្សេងៗទាំងដែលបានប្រគេនដល់ព្រះសង្ឃជារបស់រូមនិងប្រគេនជារបស់ឯកជនផងការធ្វើបុណ្យរបស់នាងរាប់ថាគ្រប់លក្ខណៈជាបញ្ញកិរិយាវត្ថុដោយពាក្យដែលនាងបានបន្លឺឡើងក្នុងថ្ងៃដែលសម្ពោធឆ្លងព្រះវិហារបុព្វារាមដែលនាងសាងថ្វាយនោះថាសេចក្តីប្រាថ្នាយ៉ាងណាដែលយើងតាំងទុកហើយក្នុងកាលមុនសេចក្តីប្រាថ្នាទាំងអស់នោះយើងបានសម្រេចគ្រប់ប្រការហើយ1សេចក្តីប្រាថ្នានឹងកសាងប្រាសាទវិហារដោយឥដ្ឋថ្វាយជាវិហារទាន2សេចក្តីប្រាថ្នានឹងប្រគេនគ្រែទាំងពូកខ្នើយនិងសេនាសនកភ័ណ្ឌ3សេចក្តីប្រាថ្នានឹងប្រគេនសលកភ័ណ្ឌជាភោជនីយទាន4សេចក្តីប្រាថ្នានឹងប្រគេនសម្ពុតកាសភ័ណ្ឌ
សម្ពុតសម្បកឈើជាចៃវរទាន 5. សេចក្តីប្រាថ្នានិងប្រកេនទឹកដោះស្រស់ទឹកដោះខាប់ប្រេងទឹកអំពៅទឹកឃ្មុំជាភេសជ្ជៈទាន សេចក្តីប្រាថ្នាទាំងឡាយរបស់នាងសម្រេចគ្រប់ប្រការដែលធ្វើឲ្យនាងឆ្អែតកាយឆ្អែតចិត្តក្រៃពេកក៏ដើរព័ទ្ធជុំវិញប្រាសាទដែលជាវិហារទានព្រមទាំងបានបន្លឺសំឡេងជាឧទានស័ព្ទដូចបានពោលខាងលើចំណែកឯព្រះភិក្ខុសង្ឃទាំងឡាយបានឃើញអកប្បកិរិយារបស់នាងដូច្នោះក៏ចម្លែកចិត្តមិនដឹងថានាងកើតអ្វីក៏បបួលគ្នាចូលគាល់ព្រះសម្មាសម្ពុទ្ធដោយទូលថាបបិទ្ធព្រះអង្គដល់ចម្រើនតាំងពីយើងខ្ញុំព្រះអង្គបានជួបនិងស្គាល់នាងវិសាខាមកជាយូរយើងខ្ញុំមិនដែលបានឃើញនាងច្រៀងឬសម្ដែងអាការៈបែបនេះពីមុនឡើយថ្ងៃនេះនៅកណ្ដាលជំនុំកូននិងចៅនាងវិសាខាបានដើរបត់ប្រាសាទហើយបន្លឺសំឡេងរហឹមដូចជាកំពុងច្រៀងនាងវិសាខាប្រហែលជាមានចិត្តរំភើបឬក៏នាងវិកលចរិតឬយ៉ាងម៉េចទេព្រះអង្គព្រះពុទ្ធទ្រង់ត្រាស់ទៅភិក្ខុថាមនាលភិក្ខុទាំងឡាយធីតារបស់តថាគតមិនបានច្រៀងឬវិកលចរិតដោយដែលអ្នកទាំងឡាយយល់នោះទេតែដែលនាងមានសភាពដូច្នោះគឺនាងមានបិតិសោមនស្សនិងសេចក្តីប្រាថ្នារបស់នាងដែលបានតាំងចិត្តទុកហើយបានសម្រេចគ្រប់ប្រការនាងទើបដើរបនលើឧទានចេញមកដោយការឆ្អែតកាយឆ្អែតចិត្តដូច្នោះទីបំផុតព្រះពុទ្ធទ្រង់ក៏ប្រកាសលើកសរសើរនាងវិសាខាក្នុងតំណែងជាឯកតកៈប្រសើរជាងឧបាសកទាំងឡាយជាកំពូលទាយិកាក្នុងព្រះពុទ្ធសាសនានាងវិសាខាជាស្ត្រីមានធម៌ដឹងច្បាស់បានឲ្យទានហើយបានឲ្យជាងធ្វើមហាវិហារដើម្បីសង់មានអាយុ120ឆ្នាំលុះចុតពីមនុស្សលោកទៅបានទៅកើតក្នុងទេវលោកជាន់និមិរតីទេវភូមិជាន់ទី5បានជាបជាបតីភរិយានៃទេវរាជឈ្មោះសុនិមិត្តរឿងប្រវត្តិលោកយាយវិសាខាមហាឧបាសិកាសូមចប់តែត្រឹមប៉ុណ្ណេះសូមអនុមោទនា